ជំរាបសួរខ្ញុំបាទគ្រូរ៉ានីជាគ្រូនិស្សិតពីកិច្ចព្រមព្រៀងបំរុងបរិញ្ញាបត្រមួយនៃសាលាឧត្តរការមុនសាខេត្តព្រៃវែងថ្ងៃនេះដែរខ្ញុំនិងសមាជិកក្រុមរបស់ខ្ញុំនឹងមកបង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី1មូលសិកតនឬសញ្ញាពេញកតងតែមេរៀននេះដែរគឺយើងយកមកបង្រៀនថ្ងៃនេះគឺមេរៀនទី30ងមេរៀននេះផងដែរមានគោលបំណងចង់ឲ្យកូនៗទាំងអស់គ្នាចេះអាននិងចេះសរសេរពីងឥឡូវកូនៗទាំងអស់គ្នាសូមកូនទាំងអស់គ្នាចូលរួមសិក្សាជាមួយគ្រូទាំងអស់គ្នាបាទអរគុណកូនអញ្ចឹងឥឡូវមុននឹងកូនៗទាំងអស់គ្នាចូលមេរៀនរបស់យើងកូនផ្ទះដៃ1ផ្ទះដៃ2ផ្ទះដៃ3ចូលមេរៀនរបស់យើងកាលពីសប្តាហ៍មុនលោកគ្រូបានដាក់កិច្ចការឲ្យកូនសរសេរបាទឥឡូវលោកគ្រូនឹងដើរពិនិត្យមើលកូនយកកិច្ចការរបស់កូនដាក់នៅលើចុងតុលោកគ្រូនឹងដើរពិនិត្យមើលបាទអរណាស់កូនពិតជាល្អមែនកូនបានធ្វើកិច្ចការទាំងអស់គ្នាហើយសរសេរកិច្ចការបានល្អណាស់អញ្ចឹងឥឡូវកូនទាំងអស់គ្នាផ្ទះដៃ1ចឹងកូនៗទាំងអស់គ្នាក៏លេខមើលលោកគ្រូទាំងអស់គ្នាតើលោកគ្រូមានអ្វីនៅក្នុងដៃបាទមានពាក្យឥឡូវកូនៗទាំងអស់គ្នាចូលរួមអានជាមួយលោកគ្រូទាំងអស់គ្នាហើយលោកកូនៗទាំងអស់គ្នាអានខ្លួនឯងផងដែរបាទឥឡូវកូនៗទាំងអស់គ្នាចេះហើយកូនអានខ្លួនឯងលោកគ្រូរាប់កូនកូន1 2 3តើពាក្យនេះជាពាក្យអ្វីកូនបាទពាក្យនេះអានថាលំនៅសូមកូនអានម្ដងទៀតបាទអរណាស់កូនសូមកូនអានម្ដងទៀតបាទអរណាស់កូនខ្ញុំក៏លេខមើលពាក្យនេះម្ដងមួយទៀតតើពាក្យនេះជាពាក្យអ្វីបាទអរណាស់កូនវិថីសូមកូនអានម្ដងទៀតបាទអរណាស់កូនសូមកូនអានម្ដងទៀតបាទអរណាស់កូនចឹងយើងបន្តទៅពាក្យយើងថ្មីមួយទៀតបាទអរណាស់យីកេសូមកូនអានម្ដងទៀតបាទអរណាស់កូនសូមកូនអានម្ដងទៀតបាទអរណាស់កូនចឹងកូនកន្លែងមកមើលលោកគ្រូម្ដងទៀតតើពាក្យនេះជាពាក្យអ្វីបាទអរណាស់កូនគិរីសូមកូនអានម្ដងទៀតបាទអរណាស់កូនសូមកូនអានម្ដងទៀតបាទអរណាស់កូនសិនគូកែមែនកូនអានពាក្យនេះមួយទៀតសូមម្ដងទៀតបាទភាសាអរណាស់កូនចឹងសូមកូនទាំងអស់គ្នាចូលរួមអានជាមួយលោកគ្រូទាំងអស់គ្នាសារឡើងវិញលំនៅវិថីយីកេពិរីភាសាបាទបន្ទាប់ពីយើងអានរៀនរឿងរួចបាទកូនសិស្សលោកគ្រូក៏ជាប្រកាសមែនអញ្ចឹងកូនទាំងអស់គ្នាទាំងដៃអស់ចាគួរខែ1 2 3អស់ចាបាទដល់ឥឡូវយើងចាប់តាមចូលមេរៀនយើងបន្ត
ចឹងកូនកូនទាំងអស់គ្នាតែឃើញមកតាកូនធ្វើចេះអត់កូនបាទតាមបងកំពុងធ្វើអ្វីដែរកូនបាទបងកំពុងបំពេកូនបាទចុះកូននោះជាកូនអ្វីដែរកូនបាទល្អណាស់គឺជាកូនង៉ែតឥឡូវកូនកូនទាំងអស់គ្នាស្ដាប់លោកគ្រូទាំងអស់គ្នាកូនស្ដាប់លោកគ្រូសិនង៉ែតកូនកូនទាំងអស់គ្នាថាជាមួយលោកគ្រូទាំងអស់គ្នាង៉ែតបាទឥឡូវកូនកូនទាំងអស់គ្នាថាដោយខ្លួនឯងលោកគ្រូរាប់ជូនកូន1 2 3បាទអរណាស់កូនចុះកូនកូនទាំងអស់គ្នាដឹងអត់ថាង៉ែតមានសូត្រដើមជាអ្វីកូនបាទង៉ែតមានសូត្រដើមជាអ្វីមើលកូនណាដឹងបាទអញ្ចឹងង៉ែតមានសូត្រដើមងបាទឥឡូវកូនកូនទាំងអស់គ្នាស្ដាប់លោកគ្រូសិនងឥឡូវកូនកូនទាំងអស់គ្នាចូលរួមថាជាមួយលោកគ្រូទាំងអស់គ្នាលោកគ្រូរាប់ជូន1 2 3ងបាទឥឡូវកូនកូនទាំងអស់គ្នាថាដោយខ្លួនឯងបាទអរណាស់កូនកូនសិស្សលោកគ្រូពិតជាពូកែមែនឥឡូវកូនតែដៃ1 2 3បាទអរគុណចាបន្ទាប់ពីកូនបានស្គាល់សូត្រដើមងហើយអ្នកគ្រូក៏មានជនជាអ្នកមួយចំនួនចង់បង្ហាញឲ្យកូនទាំងអស់គ្នាមើលផងដែរចាឥឡូវចាំមើលមកលើតាឃ្លានថាតើអ្នកគ្រូមានជនជាអ្នកអ្វីខ្លះចាកូនមើលលើតាឃ្លានអ្នកគ្រូមានជនជាអ្នកចំនួន5តួហើយអ្នកគ្រូចង់ប្រាប់កូនទាំងអស់គ្នាថាជនជាអ្នកទាំង5តួនេះសុទ្ធតែមានសូត្រគូរបស់វាឥឡូវកូនមើលមកអ្នកគ្រូថាតើសូត្រគូរបស់កូនគឺអ្វីកូនចាសូត្រគូរបស់វាគឺកចំណែកឯខនេះសូត្រគូរបស់វាគឺខតើនេះមានសូត្រគូហើយឬនៅកូនចានេះមិនទាន់មានសូត្រគូរបស់វាទេអញ្ចឹងយើងសរសេរសម្រាប់2ចានៅពេលនេះយើងយកមូសេកតនឬក៏ធ្មេញកណ្ដុរនេះដាក់ទៅលើកូនតនទេកូនបើប្រសិនបើកូនតនហើយសូមកូនទាំងអស់គ្នាធ្វើការផ្ទះដៃមួយចាល្អណាស់អរគុណកូនចាតើអ្នកគ្រូមានអ្វីហើយចង់បង្ហាញឲ្យកូនទាំងអស់គ្នាមើលឥឡូវកូនមើលលើតាឃ្លានចាអ្នកគ្រូសរសេរបែបនេះហើយអ្នកគ្រូសូមធ្វើការអានឲ្យកូនស្ដាប់ជាមួយសិនសម្រាប់2ចាឥឡូវកូនចូលរួមអានជាមួយនឹងអ្នកគ្រូសម្រាប់2ចាឥឡូវនេះបន្ទាប់ពីកូនបានអានហើយអ្នកគ្រូសូមឲ្យកូនអានឲ្យខ្លួនឯងចាល្អណាស់កូនធ្វើបានល្អអញ្ចឹងសូមកូនផ្ទះដៃ1ចាផ្ទះដៃ2ផ្ទះដៃ3អស់ចាហើយថ្ងៃនេះផងដែរអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅរៀនមេរៀនទី30គឺងចាកូនទាំងអស់គ្នាអំបញ្ញមិញកូនបានស្គាល់សូត្រដើមងក៏ដូចជារូបរាងរបស់ងផងដែរអញ្ចឹងអ្នកគ្រូនឹងយកសូត្រងនេះទៅផ្សំជាមួយនឹងស្រៈដើម្បីបង្កើតបានជាជាងឲ្យកូនទាំងអស់គ្នាបានអានចាឥឡូវនេះសូមកូនមើលមកតាឃ្លានតើអ្នកគ្រូមានជាងអ្វីខ្លះនោះចាកូនឃើញទេកូនបើកូនបានឃើញហើយអ្នកគ្រូសូមអានឲ្យកូនបានស្ដាប់ទាំងអស់គ្នាជារំលឹកសិនចាល្អណាស់ឥឡូវសូមកូនទាំងអស់គ្នាមើលមកលើតាឃ្លានថាតើមានជាងអ្វីខ្លះកូនចាឥឡូវសូមកូនទាំងអស់គ្នាអានជាមួយនឹងអ្នកគ្រូចាល្អណាស់ចាឥឡូវ
វនេះកូនមើលមកលើក្តារខៀនតើអ្នកគ្រូមានជាងអ្វីចង់ឲ្យកូនមើលបន្តទៀតខុសចាកូនឃើញទេខុសចាប្រសិនបើកូនឃើញហើយអ្នកគ្រូសូមធ្វើការចម្អល់ហើយកូនអានដោយខ្លួនឯងចាល្អណាស់កូនធ្វើបានល្អមែនតើតោះសូមកូនចេះដៃអបអរសាទរឲ្យខ្លួនឯងនឹងមក1 2 3អស់ចាចាអ្នកគ្រូក៏មានចំណុចមួយចំនួនចង់ឲ្យកូនចងចាំផងដែរចាសញ្ញាមុខសេកតនកាលណាកូនប្រើជាមួយនឹងស្រៈមួយចំនួនដូចជាស្រៈអេស្រៈអីស្រៈអឺស្រៈអឺស្រៈអានិងស្រៈអាំចាស្រៈទាំង6តួនេះកាលណាកូនប្រើមួយសេកតនគឺយើងត្រូវបដូរវាមកបុកជើងវិញចាអញ្ចឹងកូនមើលមកលើក្តារខៀនថាតើវាផ្លាស់ប្ដូររូបរាងដោយរបៀបណាចាកូនឃើញទេកូនចាឥឡូវអ្នកគ្រូសូមអានឲ្យកូនស្ដាប់ទាំងអស់គ្នាសិនងអេងេចាកូនឃើញទេបើកូនបានឃើញហើយកូនមើលមកលើក្តារខៀនបន្តទៀតថាតើមានជាអ្វីបន្តទៅច្បាស់ទេកូនបើកូនបានឃើញច្បាស់ហើយសូមកូនទាំងអស់គ្នាអានជាមួយនឹងអ្នកគ្រូងអែលងាលចាល្អណាស់កូនឥឡូវសូមកូនមើលមកលើក្តារខៀនបន្តទៀតថាតើវាមានជាអ្វីទៀតចាកូនឃើញទេកូនបើកូនបានឃើញហើយអ្នកគ្រូសូមធ្វើការចង្អុលហើយកូនអានដោយខ្លួនឯងចាល្អណាស់កូនអានបានត្រឹមត្រូវឆ្លាតមែនតើតោះសូមកូនធ្វើការផ្ទះដៃ1ផ្ទះដៃ2ផ្ទះដៃ3អស់ចាអញ្ចឹងកូនមិនចាំបាច់ប្រើមូសេកតននៅពីលើងនោះទេកូនចាំបានទេចាបើសិនដល់កូនចាំហើយសូមកូនធ្វើការផ្ទះដៃ1ផ្ទះដៃ2ផ្ទះដៃ3ចាអស់ចាដើម្បីឲ្យកូនទាំងអស់គ្នាអានកាន់តែប្រសើរសូមកូនទាំងអស់គ្នាបានសៀវភៅទំព័រទី2ចាកូនសូមធ្វើការអានជាដៃគូបន្ទាប់មកកូនអាននៅក្នុងជាងទី1និងជាងទី2ដោយកូនម្នាក់ជាអ្នកអានហើយកូនម្នាក់ទៀតជាអ្នកចំអល់ចាគឺកូនយកសូងទៅផ្សំជាមួយនឹងស្រៈបើកូនចាំបានហើយសូមកូនធ្វើការផ្ទះដៃ1ចាល្អណាស់កូនអរគុណច្រើនចាបន្ទាប់ពីកូនបានអានជារួចហើយអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅអានពាក្យវិញម្ដងចាឥឡូវកូនមើលមកលើតាឃ្លានថាតើអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅអានពាក្យអ្វីខ្លះទៀតថាតើអ្នកគ្រូនឹងយកពីអ្វីឲ្យកូនទាំងអស់គ្នាមកមើលចាកូនឃើញទេកូនបើកូនបានឃើញហើយកូនសូមធ្វើការអានជាមួយនឹងអ្នកគ្រូងអាំងាមចាល្អណាស់កូនចាសូមកូនទាំងអស់គ្នាប្រឡេកទៅមើលក្តារខៀនបន្តទៀតថាតើអ្នកគ្រូនឹងយកពីអ្វីឲ្យកូនទាំងអស់គ្នាមើលបន្តចាកូនឃើញទេកូនបើកូនបានឃើញហើយអ្នកគ្រូនឹងធ្វើការចំអល់ដើម្បីឲ្យកូនអានដោយខ្លួនឯងចាកូនអានបានល្អណាស់កូនចាអរគុណច្រើនអញ្ចឹងសូមកូនទាំងអស់គ្នាធ្វើការផ្ទះដៃ1ផ្ទះដៃ2ផ្ទះដៃ3អស់ចាដើម្បីឲ្យកូនអានកាន់តែពូកែសូមកូនទាំងអស់គ្នាទៅបានសៀវភៅជំនួយសិស្សរបស់កូនតដែរកូនឃើញនៅតារាខាងក្រោយទេកូនចាបើកូនឃើញហើយសូមកូនទាំងអស់គ្នាចាប់ផ្ដើមអានជាដៃគូដោយម្នាក់ជាអ្នកអានម្នាក់ទៀតជាអ្នកចង្អុលចាហើយកូនអានដោយប្រកបចាល្អណាស់កូនឃើញថាកូនបានអានទាំងអស់គ្នាបានល្អហើយសូមកូនទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរជាដៃគូចាល្អណាស់កូនតោះសូមកូនទាំងអស់គ្នាកាត់ដៃអបអរសាទរឲ្យខ្លួនឯង1 2 3
កូនមើលជាមួយអ្នកគ្រូចឹងអ្នកគ្រូមានពាក្យអីគេរត់ចាគឺមានពាក្យថាងែងែចឹងអ្នកគ្រូប្រកបឲ្យកូនស្ដាប់ងអេងែងែងែចឹងកូនឃើញហ្នឹងទេកូនតើសញ្ញានេះគឺជាសញ្ញាអីដែរកូនចាគឺជាសញ្ញាតូបើសញ្ញាតូអញ្ចឹងយើងអាចបញ្ចេញសូរសំឡេងប្រមាណដងដែរកូនចា2ដងអញ្ចឹងពាក្យហ្នឹងយើងអានថាងែងែចាអញ្ចឹងកូនអានជាមួយអ្នកគ្រូទាំងអស់គ្នាងែងែអញ្ចឹងកូនអានដោយខ្លួនឯងងែងែអញ្ចឹងពាក្យងែងែហ្នឹងគឺជាសូរសំឡេងអីដែរកូនចាពាក្យងែងែហ្នឹងគឺជាសូរសំឡេងរបស់សត្វយំសត្វអីគេដែរកូនចាគឺជាសត្វឆ្កែយំអញ្ចឹងសត្វឆ្កែយំមានសូរសំឡេងងែងែអញ្ចឹងកូនបង្កើតរបស់ដែលមានពាក្យងែងែនៅក្នុងនោះជាមួយអ្នកគ្រូទាំងអស់គ្នាចាគឺគីឆ្កែខ្ញុំយំងែងែនៅក្បែរគុំកាអញ្ចឹងកូនមកបង្កើតរបស់ជាមួយអ្នកគ្រូរួមគ្នាជាមួយអ្នកគ្រូទាំងអស់គ្នាគីឆ្កែខ្ញុំយំពេលវារងាចាបន្ទាប់ពីកូនបង្កើតរបស់រួមគ្នាជាមួយអ្នកគ្រូហើយអញ្ចឹងកូនមកអានរបស់រួមគ្នាជាមួយអ្នកគ្រូទាំងអស់គ្នាគីឆ្កែខ្ញុំយំងែពេលវារងាចាបន្ទាប់ពីយើងបង្កើតរបស់រួមគ្នាជាមួយអ្នកគ្រូហើយអញ្ចឹងឲ្យកូនអានពាក្យងែហើយនឹងឲ្យកូនបង្កើតរបស់ពាក្យងែជាដៃគូបន្ទាប់ពីយើងបង្កើតរបស់ដែលប្រើពាក្យងែជាមួយអ្នកគ្រូរួចហើយអញ្ចឹងអ្នកគ្រូមានពាក្យមួយដែលទៅស្អីឲ្យកូនមើលទាំងអស់គ្នាចឹងកូនមើលជាមួយអ្នកគ្រូទាំងអស់គ្នាចាពាក្យអ្វីកូនចាពាក្យងងអងងចឹងសញ្ញានេះអ្នកគ្រូបានបញ្យល់កូនអំពីពាក្យងែម្ដងហើយទៅឲ្យកូនចឹងសញ្ញាហ្នឹងគឺជាសញ្ញាតូពេលដែលកូនឃើញសញ្ញាហ្នឹងគឺយើងអាចបញ្ចេញសូរសំឡេងពីរដងងចឹងពាក្យងហ្នឹងគេន័យថាម៉េចកូនចាពាក្យងហ្នឹងគេន័យថានិយាយមិនច្បាស់អញ្ចឹងកូនទាំងអស់គ្នាមកមើលអ្នកគ្រូបង្កើតរបស់ដែលមានពាក្យងនៅក្នុងនោះអូណាយំងពេលវាផ្ដាសាយអញ្ចឹងកូនមកបង្កើតរបស់ដោយមានពាក្យងនៅក្នុងនោះជាមួយអ្នកគ្រូទាំងអស់គ្នាដល់អ្នកគ្រូជាអ្នកដើមកូនជាអ្នកពេញពេលដែលអ្នកគ្រូអ្នកបន្តិចចៅងោនិយាយពេលទាទិញនំអញ្ចឹងកូនអានពាក្យងនិងបង្កើតរបស់ដែលមានពាក្យងនៅក្នុងនោះជាដៃគូចាបន្ទាប់ពីកូនបានបង្កើតរបស់មកបន្តមកទៀតអ្នកគ្រូមានរូបភាពដើម្បីបង្ហាញកូនណាសូមកូនមើលទាំងអស់គ្នាជាមួយអ្នកគ្រូទាំងអស់គ្នាតើកូនឃើញមានរូបភាពអ្វីខ្លះចាគឺមានកុមារម្នាក់មានអីទៀតគាត់ចាគឺមានកុមារាម្នាក់ដែលយើងច្រណំហៅគាត់ថាចានីឬក៏ចៅលោកឥឡូវគាត់សង្កេតមើលកុមារនេះថាចៅនេះគាត់ដើរត្រង់ទេគាត់ចាគឺគាត់ដើរមិនទាន់ត្រង់ទេដោយសារអីគាត់នៅមេចឹងគាត់ដើរមិនទាន់ត្រង់ទេគឺគាត់ដើរមិនដែរគាត់ចាគឺគាត់ដើរតេះតាចាអញ្ចឹងគាត់ចង់ដឹងអត់ថាចៅម្នាក់នេះមានឈ្មោះអីដែរដែលគាត់ដើរតេះតាហ្នឹងអញ្ចឹងសូមគាត់សង្កេតជាមួយនឹងអ្នកគ្រូទាំងអស់នេះ
ពាក្យអ្វីខ្លះនៅក្នុងល្បះនេះតើយើងមានពាក្យអីខ្លះក៏តោះសូមកូនជួយមើលទាំងអស់គ្នាចាគឺមានពាក្យចៅងោបន្តមកទៀតមានពាក្យអីទៀតក៏ចាល្អណាស់គឺមានពាក្យចាហើយចាំមានពាក្យអីទៀតកូនចាល្អណាស់កូនគឺពាក្យដើរចាកូនបន្តមកទៀតពាក្យចុងក្រោយគឺពាក្យអីដែរកូនគឺពាក្យតែបាទចានេះកូនឃើញទេកូនគឺនៅទំព័រទី40មេរៀនទី30ងទំព័រទី40អញ្ចឹងសូមកូនចូលរួមអានជាមួយអ្នកគ្រូនៅល្បះពីខាងក្រោមនេះកូនណាបើសិនជាកូនមានសៀវភៅសិក្សាកូនទេសូមកូនពិនិត្យមើលជាមួយអ្នកគ្រូទាំងអស់គ្នាអ្នកគ្រូនឹងជិះអរឲ្យកូនហើយកូនជាអ្នកអានតោះល្បះទី1ចាសូមទៀងទាត់ចម្លើយចៅងចេះយំងាចូលដល់ល្បះទី2សូមកូនអានចាចៅងចេះដើរទេតាចាបន្ទាប់ពីកូនបានសិក្សាទៅលើល្បះទៅលើក្តារខៀនក៏ដូចជាកូនបានសិក្សាទៅលើសៀវភៅសិក្សាកូនរបស់កូនរួចមកគឺអ្នកគ្រូពិតជាអរគុណកូនណាស់ដែលកូនខិតខំអាននិងស្វែងយល់ទាំងអស់គ្នាអញ្ចឹងសូមកូនតាក់ដៃអរគុណដល់ខ្លួនឯងមួយណាកូនណាចាបន្ទាប់ពីយើងបានសិក្សាទៅលើល្បះក្នុងនេះមកបន្តមកទៀតអ្នកគ្រូមានរូបភាពអ្វីបង្ហាញកូនណាចាអញ្ចឹងសូមកូនសង្កេតមើលរូបភាពទាំងអស់គ្នាតើក្នុងរូបភាពនេះមានរូបអ្វីដែរកូនចាគឺមានកុមារាម្នាក់មានអ្វីទៀតកូនចាល្អណាស់គឺមានលោកតាហើយចាំមានអីទៀតកូនចាមានសត្វឆ្កែដែលបងប្អូនចូលចិត្តហៅវាថាអាគីតោះឥឡូវកូនមើលរូបភាពនេះតើកូនឃើញកុមារនេះកំពុងធ្វើអីដែរកូនចាគឺគាត់កំពុងតែយំប្រហែលជាងាយងហើយណាកូនណោះចាឥឡូវកូនមើលកុមារនេះកំពុងតែធ្វើអីដែរចាគឺគាត់ស្ពាយតាប្រហែលជាគាត់ចង់យកពីគេចង់យកអាគេទៅរៀននៅសាលារៀនដែរប៉ុន្តែគាត់មិនយល់ព្រមទេដែរឥឡូវដើម្បីកាន់តែច្បាស់អ្នកគ្រូមានអត្ថបទដើម្បីចង់ដឹងថាតើកុមារនេះឈ្មោះអីហើយលោកតានេះឈ្មោះអីអញ្ចឹងយើងសូមស្វែងយល់អត្ថបទជាមួយអ្នកគ្រូទាំងអស់គ្នាដើម្បីទូទាញកាន់តែច្បាស់ចាអញ្ចឹងសូមកូនមកចូលរួមអានជាមួយអ្នកគ្រូទាំងអស់គ្នាណាកូនណាជាដំបូងគឺអ្នកគ្រូអានសិនបន្តមកទៀតចាំកូនអានជាមួយអ្នកគ្រូនិងចាំក្រោយកូនអានដោយខ្លួនឯងតោះឥឡូវអ្នកគ្រូអានឲ្យកូនស្ដាប់ចូលកូនស្ដាប់ទាំងអស់គ្នាអត្ថបទផ្សេងរបស់យើងចៅងដើរងាយងសូមកូនចូលរួមអានជាមួយអ្នកគ្រូចៅងដើរងាយងចូលកូនអានដោយខ្លួនឯងទាំងអស់គ្នាចាល្អណាស់កូនអញ្ចឹងយើងមើលក្នុងរូបភាពនេះតើកូនអាចទូទាញបានទេថាចៅណាជាចៅងហើយហេតុអីបានជាគាត់យំងាយងanh ok rồi kìa អញអាចបត់ចាអញ្ចឹងចូលកូនសង្កេតមើលអត្ថបទខ្លីទាំងអស់គ្នាចំពោះកូនដែលមានសៀវភៅជំនួយភាគ2របស់កូនសូមកូនបើកសៀវភៅជំនួយរបស់កូននៅទំព័រទី3ទាំងអស់គ្នានៅពេលដែលកូនអានសៀវភៅជំនួយរបស់កូនបើសិនជាកូនមានសៀវភៅជំនួយទេសូមកូនក៏លេខមើលជាមួយអ្នកគ្រូនៅលើក្តារខៀននៃអត្ថបទខ្លីរបស់យើងទាំងអស់គ្នាជាដំបូង
ngò và bạn có trái ngô nuông ký tên xa là đại ta ngáo thá con nuông kỳ tư trái ngô dùng ngọt ngọt kỳ dùng ngắt ngạt chà bắt tóc đi cô mà sắp rồi mớ con mang sang kết rồi bậc hái bắt tóc mơ tía xong con ăn cho người đẹp rồi tạch ọc thì ăn ở đường này con nát tạ trái ngô đá ngái ngỏ ta ngáo hái trái ngô tên xà là trái ngô đá ngái ngỏ trái ngô nuông ký tên xá là đài ta nào thá công nuông kỳ tử trái ngô dùng ngọt ngọt ký dùng ngạt ngạt chà chắc mình tao bị con mình ăn thì mình lại không được mớ chắc xong con ăn chỉ lại cố nó không sắp hơi sắc xa cô để bảo cố nơi tầm quạt sắp hơi cho người bảo cố nơi tầm quạt tí bày chà con chắc xong mà nè án mà nè tiết chỉ nè trống đại khác đại cú khi ăn đó mà nè đòi nè án con ông cưới hai nè chẳng có kêu con đủ chờ nè con nè mà tao bị con ăn thấy ăn xong slap kia mà đó mà nè chà con một cái nè chẳng chỉ không trái nè con sung cái này chung con ai mùi nè con nè cái này ai love you tặng trong đám chỉ con nhạc rú muối pi bấy ai muối pi bấy lỡ muối pi bấy you muối pi bấy I love you chà bạn con cái dân ăn tập bát play tiếng ọc đi háo dân ăn đắng nó con nó chà trắng bạn con mà nghĩ dân nâng một sơ sê bịa tiếng ọc nỉ chà chắc này cô viên bịa muối ngái ngỏ chà và đón tiếp ngái ngỏ chà chắc này cô nâng sơ sê bịa ngái ngỏ ngớ xâm lập bì ngó sạc ái ngớ xâm lập bì ngó nắng rổ ngái ngỏ chà chẳng con ăn việc chỉ mua nhạc đôi từng ọc nía ngái ngỏ chà dừng ăn từng ọc nía bằng tiết ngái ngỏ chà chẳng con chăm snap nhạc đôi miền tiệm mua tiện trong hai con sở xế chắc con snap cho mùi này đôi từng ọc nía này đôi nơi bật lửa tiệm trái ngà trái ngà chúng con sẽ xây lên từ đây luôn để áp lia mới tốt trà con sẽ xây đúng rồi con nói cha con lên từ đây cho ra trà ông bật chỉ trăng mai trà chúng con sẽ xây bị trái ngà hai tầng áp lia hái trà trắng xong con mơ vào cái đá thiếu này luôn nên sẽ xây bị trái ngà tập ấy tiếp tốt cho mùi nâng trong nói này lên từ đây cho nó là bọc bồn trà trắng này luôn sẽ cho đặt sạc trái ngơ xâm lập bì ngô srác trái ngà trái con mơ mà để kêu từng ác nía trái ngà trái con sẽ xây bất chỉ trăm cây từng ác nía man trái con trái trắngมันพอปีsẽ xây bị trái ngà hỏi để kêu miên bị ngôi tiết trong cái con sẽ xây bị ngay trái lấy cho bắn tay con ngay trái sẽ xây lên cái đá chua từng ác nía con trái con sẽ xây đôi chân này con cha con sẽ xây đôi thấy xong con lên cái đá chua lại con cha chẳng dân ngọc tiên con chừng lại chừng người này đôi tập áo ní bịa ngày chẳng này con sẽ xây ngớ xâm lập bì ngó srác ảnh cha con phải lập bước thêm con chừng lại với con ta trăng trăng đi đi đây con cha con chỉ trăng trăng men cha chẳng con sẽ xây bịa ngay trăng trăng nói chẳng này con tiện mũi tiện con sẽ làm tiện ọc nía ngọt con sẽ xây tiện ngọt xong con lên ra cho con nói tốt bật chụp trăng lên chắc này rú đang sẽ xây tiện ngọt lên ra khiến là bày con tiên con bằng hai tiết ngọt này con sẽ xây ngớ xâm lập bì ngó srác ọc con tiên con nói tốt ta trăng trăng đi đây con bật chụp trăng lên
ចាចាំក៏ជាល្អមែនអញ្ចឹងយើងទៀងទាត់ជាមួយអ្នកគ្រូទាំងអស់គ្នាតាងៅតដាក់ស្រៈអាងសម្រាប់ពីងស្រៈអោចាកូនទៀងទាត់ចម្លើយជាមួយអ្នកគ្រូទាំងអស់គ្នាមកកូនចាតាងៅអូក៏ជាត្រឹមត្រូវណាស់ចាអរគុណកូនកូនអ្នកគ្រូក៏ជាឆ្លាតមែនចាអញ្ចឹងនៅពេលនេះអ្នកគ្រូបានលោកកូនមកហាត់សរសេរពាក្យរួចហើយមានចំនួន5ពាក្យដែលកូនបានសរសេរចាអញ្ចឹងបន្ទាប់មកអ្នកគ្រូនឹងនាំកូនមកฝึกហាត់សរសេរឃ្លាវិញម្ដងចាអញ្ចឹងឃ្លារបស់យើងអ្នកគ្រូនឹងអានឲ្យកូនស្ដាប់ហើយកូនចាំស្ដាប់ទាំងអស់គ្នាចាអញ្ចឹងកូនស្ដាប់ទាំងអស់គ្នាយំងាចាកូនលើច្បាស់ទេកូនអ្នកគ្រូអានម្ដងទៀតយំងាចាម្ដងទៀតយំងាចាអញ្ចឹងកូនបានសរសេរឃ្លានៅក្នុងសៀវភៅកិច្ចការកូនទាំងអស់គ្នាណាបងណាចាអញ្ចឹងអ្នកគ្រូនឹងសរសេរឃ្លានេះឲ្យកូនមើលយកដាក់ស្រៈអ៊ំងសម្រាប់ពីងស្រៈអាសញ្ញាតូចាចាំកូនទៀងមើលជាមួយនឹងអ្នកគ្រូទាំងអស់គ្នាកូនសរសេរបានត្រឹមត្រូវទេកូនពាក្យឃ្លាយំងាចាកូនក៏ជាសរសេរត្រឹមត្រូវមែនចាអរគុណច្រើនកូនចាអញ្ចឹងបន្ទាប់ពីយើងបានរៀនរួចរាល់ហើយនៅមេរៀនងរបស់យើងចាអញ្ចឹងសូមយកទៀតដៃឲ្យខ្លួនឯងមួយទាំងអស់គ្នាទៀតដៃអត់ច្រើនណាកូនណា1 2 3អស់ចា